ជំរាបសួរអ្នកទាំងអស់គ្នានៅក្នុងវីដេអូនេះខ្ញុំនឹងនិយាយអំពីការបាត់ចំណាប់អារម្មណ៍ទៅលើការអានឬក៏ប្រហែលជាភាសាអង់គ្លេសគេហៅថា reading slump ណាប៉ុន្តែខ្ញុំក៏អត់ដឹងច្បាស់ដែរថា reading slump បបកជាភាសាខ្មែរឲ្យត្រូវនឹងវាគួរតែជាពាក្យអីខ្ញុំគិតថាប្រហែលមិនមែនជាខ្ញុំដែលជាអ្នកអានទេខ្ញុំជឿថាអ្នកដែលកំពុងតែទស្សនាវីដេអូនេះដែលភាគច្រើនគឺជាអ្នកអានក៏មានបញ្ហា reading slump នឹងដែរហើយសម្រាប់អ្នកដែលអត់ទាន់ដឹងថា reading slump នឹងគឺជាអីខ្ញុំចង់ពន្យល់បន្តិចយោងតាមការអានរបស់ខ្ញុំទៅលើ Google ដើម្បីឲ្យយល់កាន់តែច្បាស់អំពី reading slump ហ្នឹងប៉ុន្តែអ្នកទាំងអស់គ្នាបើចង់ដឹងកាន់តែច្បាស់រកខ្លួនឯងថែមទៀតទៅណា reading slump គឺសំដៅទៅលើពេលវេលាដែលយើងបាត់បង់ចំណាប់អារម្មណ៍នៅក្នុងការអានសៀវភៅណាមួយបើទោះបីជាសៀវភៅហ្នឹងជាប្រភេទសៀវភៅដែលយើងចូលចិត្តយ៉ាងម៉េចក៏ដោយប៉ុន្តែយើងហាក់ដូចជាមានអារម្មណ៍ថាអានអត់ទៅមុខអានអត់ចូលឬក៏និយាយយ៉ាងខ្លីថាអានសៀវភៅអីក៏ដោយក៏លែងដឹងថាល្អមើលទាំងអស់តែម្ដងប៉ុន្តែសួរថាតើ reading slump ហ្នឹងកើតឡើងដោយសារអីអានេះខ្ញុំលើកឡើងដោយផ្អែកលើបទពិសោធន៍របស់ខ្ញុំហើយនឹងអ្វីដែលខ្ញុំបាន search នៅលើ Google ឯណាទីមួយគឺតាក់ទងជាមួយនឹង content ដែលយើងអានបើទោះបីជាសៀវភៅមួយក្បាលហ្នឹងជាសៀវភៅដែលចេញពីអ្នកនិពន្ធដែលយើងចូលចិត្តជាប្រភេទរឿងដែលយើងចូលចិត្តយ៉ាងណាក៏ដោយក៏យើងមានអារម្មណ៍ថាយើងអានទៅអត់ល្អយើងអត់អាចផ្សារភ្ជាប់ខ្លួនរបស់យើងជាមួយនឹងសាច់រឿងឬក៏ជាមួយនឹងតួអង្គដែលអ្នកនិពន្ធបានលើកឡើងនៅក្នុងសាច់រឿងរបស់គាត់ទេអញ្ចឹងកន្លែងហ្នឹងខ្ញុំចង់លើកឡើងដែរប៉ុន្តែមិនមែនថាចង់បញ្ចុះបន្ទោសអ្នកនិពន្ធបើទោះបីជាខ្លួនឯងអ្នកនិពន្ធដែរប្រហែលជាអាចគុណភាពនៃសាច់រឿងរបស់អ្នកនិពន្ធដែរដែលធ្វើឲ្យយើងហាក់បាត់បង់ចំណាប់អារម្មណ៍ឬក៏ជំនួសចិត្តទៅក្នុងការអានអញ្ចឹងកន្លែងនេះខ្ញុំគិតថាជាសារមួយដែលរំលឹកមកកាន់ខ្ញុំខ្លួនឯងក្នុងនាមជាអ្នកនិពន្ធក៏ដូចជាអ្នកនិពន្ធដទៃទៀតប៉ុន្តែមិនជា advice អីទេអានេះគ្រាន់តែថាជាការចែករំលែកហើយក៏ជាការដាស់តឿនខ្លួនឯងណាអញ្ចឹងគឺយើងត្រូវសរសេរដោយផ្ដោតទៅលើគុណភាពនៃសាច់រឿងឬក៏ content នៃសាច់រឿងរបស់យើងបានន័យថាយើងមិនមែនចេះតែសរសេរឲ្យតែបានណាពីព្រោះអីរឿងដែលសរសេរឲ្យតែបានគឺនៅពេលដែលអ្នកអានគាត់អានទៅគឺគាត់អាចដឹងហ្មងថារឿងហ្នឹងអ្នកនិពន្ធពិតជាបានប្រឹងប្រែងអស់ពីសមត្ថភាពបញ្ចូលមនោសញ្ចេតនាដល់កម្រិតឬក៏យ៉ាងណាអាចដឹងបានតាមរយៈការអានផ្ទាល់ចំពោះមូលហេតុទី2គឺ burn out ខ្ញុំគិតថាប្រហែលជាអ្នកខ្លះស្គាល់ថា burn out នឹងអីគេអ្នកខ្លះប្រហែលជាអត់ទាន់ស្គាល់ទេ burn out ហ្នឹងត្រូវបានអង្គការសុខភាពពិភពលោកឬក៏ WHO ចាត់ចូលជាជំងឺមួយចាគេទទួលស្គាល់ថាជាជំងឺមួយហើយបើតាមការលើកឡើងរបស់លោកវិជ្ជបណ្ឌិតយឹមសុបុត្រាដែលជាឯកទេសជំងឺវិកលវិទ្យានិងការបំពេញគ្រឿងញៀននៃមន្ទីរសម្រាប់ផ្លូវចិត្តព្យាបាលសាន់រ៉ៃហ្នឹងលោកបានលើកឡើងថា burn out ហ្នឹងគឺជាជំងឺដែលកើតទៅលើបុគ្គលម្នាក់ដែលគាត់ទទួលខុសត្រូវលើការងារជាច្រើនហើយគាត់បំពេញការងារហ្នឹងវាលើសលប់ដែលធ្វើឲ្យប៉ះពាល់ទៅដល់សុខភាពផ្លូវចិត្តហើយនិងសុខភាពផ្លូវកាយរបស់គាត់ហើយជំងឺ burn out ហ្នឹងគឺវាខ្លាំងជាង stress ទៅទៀតដែលវាមានផលប៉ះពាល់ធ្ងន់ហើយវាមានលក្ខណៈរ៉ាំរ៉ៃជាងដូច្នេះតកតងជាមួយនឹងជំងឺ burn out ជាបទពិសោធន៍របស់ខ្ញុំផ្ទាល់តែម្ដងខ្ញុំក៏ធ្លាប់មានដែរជាពិសេសនៅពេលដែលខ្ញុំធ្វើការងារច្រើនហើយក្នុងពេលតែមួយហើយការងារសុទ្ធតែស្លន់ទាំងអស់គឺខ្ញុំមាន burn out ហ្នឹងហើយប៉ុន្តែអ្វីដែលខ្ញុំអាចធ្វើបានគឺ work life balanceហ្នឹងចង់និយាយថាយើងចេះរក្សាតុល្យភាពនៃជីវិតរបស់យើងបានន័យថាយើងគួរចាត់ចែងពេលវេលារបស់យើងយ៉ាងម៉េចទៅលើការងារទៅលើជីវិតផ្ទាល់ខ្លួនរបស់យើងជាមួយនឹងក្រុមគ្រួសារជាមួយនឹងមិត្តភ័ក្តិតែខ្ញុំគិតថាត្រង់ចំណុចនេះមិត្តអ្នកអានអាចស្វែងរកដោយខ្លួនឯងព្រោះមានការនិយាយច្រើនមែនទែននៅលើអ៊ីនធឺណិតអំពីជំងឺ burn out រោគសញ្ញាហើយនិងវិធីព្យាបាលជំងឺ burn out ឬក៏ដោះស្រាយជាមួយនឹងបញ្ហាជំងឺ burn out ហើយសម្រាប់ខ្ញុំដឹងខ្លួនច្បាស់ហ្មងឲ្យតែពេលខ្ញុំមានសម្ពាធការងារខ្លាំងឬក៏ burn out ហ្នឹងគឺខ្ញុំអានអីក៏អត់ចូលដែរបើទោះបីជាសភៅហ្នឹងខ្ញុំចូលចិត្តមិនក៏ដោយសារតែនៅពេលដែលយើងអានខួរក្បាលរបស់យើងឬក៏បេះដូងអារម្មណ៍របស់យើងហ្នឹងវាអត់នៅជាមួយនឹងសភៅទេពីព្រោះអីវានៅរសាត់អណ្ដែតទៅលើការងាររបស់យើងដែលអត់ទាន់បានដោះស្រាយហើយចំពោះចំណុចទី3ប្រហែលជាយើងអត់មានពេលវេលាគ្រប់គ្រាន់នៅក្នុងការអានអ្នកទាំងអស់គ្នាដឹងស្រាប់ហើយអានសភៅបើសិនជាយើងចេះតែអានឲ្យតែបានឲ្យតែចប់អង្គឯងទាំងយើងអត់មានពេលគ្រប់គ្រាន់បាននេះថាបខំខ្លួនឯងឲ្យអានឲ្យឆាប់ចប់យើងអត់មានពេលគ្រប់គ្រាន់នៅក្នុងការដាក់ខ្លួនយើងចូលទៅក្នុងសាច់រឿងបាននោះទេហើយជួនកាលដូចខ្ញុំទៀតបើពេលណាខ្ញុំធុញខ្លាំងមែនតើមកខ្ញុំអានតែឈុតសន្តានាខ្ញុំអត់សូវអានបទពិពណ៌នាអញ្ចឹងអានឹងគឺជាចំណុចខ្វះខាតមួយដែលធ្វើឲ្យខ្ញុំរំលងនៅការប្រាប់តម្រុយនៃសាច់រឿងពីអ្នកនិពន្ធដោយសារតែខ្ញុំអានតែចំណុចដែលខ្ញុំចង់អានហើយខ្ញុំអានច្បល់ទៀតអញ្ចឹងដល់ពេលជួនកាលអ្នកនិពន្ធគេប្រាប់កន្លឹះឬក៏ក្លេឬក៏អា plot twist ខ្លះវាមាននៅក្នុងការពិពណ៌នាប៉ុន្តែដល់ពេលខ្ញុំខ្លួនឯងខ្ញុំអត់អានអាហ្នឹងខ្ញុំគិតថារឿងគេសរសេរអត់បានល្អសរសេរឲ្យតែបានប៉ុន្តែមកពីខ្ញុំខ្លួនឯងដែរជាអ្នកអានខ្ញុំអានដោយអត់យកចិត្តទុកដាក់ពីព្រោះខ្ញុំមានពេលអត់គ្រប់គ្រាន់ណាចាអញ្ចឹងយើងចេះតែអានឲ្យតែហើយទៅអញ្ចឹងវាធ្វើឲ្យយើងអានរឿងហ្នឹងលែងល្អមើលហើយកន្លែងហ្នឹងអ្នកខ្លះគេបន្ទោសអ្នកនិពន្ធប៉ុន្តែពេលខ្លះខ្ញុំដោយសារខ្ញុំឈរនៅចន្លោះកណ្ដាលរវាងភាពជាអ្នកនិពន្ធនិងភាពជាអ្នកអានអញ្ចឹងនៅពេលដែលខ្ញុំនិយាយគឺខ្ញុំសុំនិយាយនៅកណ្ដាលថាពេលខ្លះក៏យើងដឹងថាកំហុសហ្នឹងមកពីអ្នកនិពន្ធពេលខ្លះក៏មកពីអ្នកអានខ្លួនឯងដែរដូចខ្ញុំអញ្ចឹងឥឡូវហ្នឹងខ្ញុំនិយាយនៅក្នុងនាមជាអ្នកអានគឺខ្លួនឯងផ្ទាល់នៅពេលដែលខ្ញុំអានច្បល់ខ្ញុំអានគ្រាន់តែចង់ឲ្យចប់ដើម្បីមានអារម្មណ៍ថាគាត់បីចំពោះខ្លួនឯងធ្វើឲ្យខ្ញុំអត់អាចទទួលបានខ្លឹមសារដ៏ល្អឬក៏អាសាច់រឿងល្អដែលអ្នកនិពន្ធគាត់ខំប្រឹងប្រែងដាក់បញ្ចូលនៅក្នុងសាច់រឿងនោះទេតែកន្លែងនេះខ្ញុំមិនមែនវាយប្រហារអ្នកអានទេខ្ញុំគ្រាន់តែចង់លើកឡើងអំពីបទពិសោធន៍របស់ខ្ញុំផ្ទាល់ចំពោះចំ
ចំណុចទី4វិញគឺប្រហែលជាដោយសារតែទំនួលខុសត្រូវឬក៏ការទទួលខុសត្រូវក្នុងជីវិតប្រចាំថ្ងៃវាច្រើនពេកអញ្ចឹងវាធ្វើឲ្យយើងមានសម្ពាធដែលធ្វើឲ្យយើងអត់អាចផ្ចង់អារម្មណ៍បានល្អនៅពេលដែលយើងអានហើយជាពិសេសសម្រាប់សិស្សដែលគាត់ត្រូវត្រៀមប្រឡងឬក៏អ្នកដែលគាត់ទៅតែទទួលបានការងារណាមួយឬក៏ទៅតែត្រូវបានដំឡើងឋានៈអញ្ចឹងវាធ្វើឲ្យអារម្មណ៍របស់គាត់អត់នៅជាមួយនឹងការអានទេដោយសារតែគាត់មាន a sense of responsibility បានន័យថាអារម្មណ៍របស់គាត់ឬក៏ស្មារតីរបស់គាត់នឹងវាមានវាផ្ដោតទៅលើការទទួលខុសត្រូវខ្លាំងទៅលើការងាររបស់គាត់ឬក៏តួនាទីរបស់គាត់នៅក្នុងនាមជានិស្សិតជាអ្នកធ្វើការលក្ខនឹងលក្ខអញ្ចឹងក៏អាចជាមូលហេតុធ្វើឲ្យមាន reading slump កាត់ឡើងផងដែរហើយចំពោះចំណុចចុងក្រោយខ្ញុំគិតថាវាអាចត្រូវចូលជាមួយនឹង reading slump ដែរគឺនៅពេលដែលយើងព្យាយាមអានសៀវភៅណាមួយដែលមិនមែនស្ថិតនៅក្នុងចំណូលចិត្តរបស់យើងឧទាហរណ៍ថាយើងឮណាគេនិយាយថារឿងនឹងល្អយើងក៏ទិញយកមកអានប៉ុន្តែរឿងនឹងវាអត់ត្រូវ type របស់យើងវាអត់ត្រូវ test របស់យើងណាដល់ពេលយើងអានទៅយើងអត់ល្អមើលដល់ពេលចឹងទៅវាធ្វើឲ្យយើងលែងចង់អានសៀវភៅនឹងហើយក៏លែងចង់ទិញសៀវភៅផ្សេងមកអានដោយសារតែយើងគិតថាយើងជឿលើការលើកឡើងរបស់អ្នកណាគេម្នាក់ដែលថាសៀវភៅនឹងល្អប៉ុន្តែនៅពេលដែលយើងអានយើងអត់ទទួលបានបទពិសោធន៍ដូចគ្នាវាធ្វើឲ្យយើងអស់ជំនឿចិត្តទៅលើស្នាដៃហើយយើងបែរជាវិនិច្ឆ័យទាំងមូលថាស្នាដៃទាំងអស់សុទ្ធតែដូចគ្នាអញ្ចឹងយើងក៏លែងចង់ទិញអានទៅខ្ញុំមិនដឹងថានិយាយដល់នេះមិនដឹងថាត្រូវឬអ្នកណាខ្លះណាប៉ុន្តែបើសិនជាត្រូវក៏ comment មកបើសិនជាមិនត្រូវទេក៏អាច comment មកបានដែរព្រោះអីការលើកឡើងរបស់ខ្ញុំនេះវាកាត់ឡើងពីបទពិសោធន៍ពីតាមការសង្កេតរបស់ខ្ញុំទេអញ្ចឹងវាអត់មានជារូបមន្តណាមួយច្បាស់លាស់ថាវាត្រូវតែអញ្ចឹងទេឥឡូវចូលដល់ដំណោះស្រាយទៅលើបញ្ហាបាត់បង់ចំណាប់អារម្មណ៍នៅក្នុងការអានឬក៏ reading slump ដូចខ្ញុំបាននិយាយពីខាងដើមអញ្ចឹងវាមានមូលហេតុច្រើនដែលធ្វើឲ្យយើងអាចមាន reading slump ឬក៏បាត់បង់ចំណាប់អារម្មណ៍នៅក្នុងការអានអ្វីដែលយើងត្រូវធ្វើជាដំបូងត្រូវសួរខ្លួនឯងថាតើ reading slump របស់យើងនឹងវាកាត់ឡើងមកពីមូលហេតុអីនៅពេលដែលយើងដឹងពីឫសគល់នៃមូលហេតុហើយយើងទំនងជាអាចស្វែងរកដំណោះស្រាយដែលអាចឆ្លើយតបទៅនឹងបញ្ហានឹងបានដូច្នេះឧទាហរណ៍ថាបើសិនជាយើងដឹងថា reading slump របស់យើងកើតឡើងដោយសារតែជំងឺបិនអៅអញ្ចឹងយើងគួរតែដឹងពីវិធីនៅក្នុងការព្យាបាលជំងឺបិនអៅឬក៏ដោះស្រាយបញ្ហាជំងឺបិនអៅអញ្ចឹងយើងដោះស្រាយអានឹងឲ្យហើយទៅចាំយើងត្រឡប់មកអានវិញក៏វាអត់ហួសពេលដែរចំពោះចំណុចទី2កុំបង្ខំការអានមិនមែនជាការប្រកួតប្រជែងគ្នាទេយើងអានទៅតាម pace របស់យើងបានន័យថាអានទៅតាមកម្លាំងរបស់យើងពេលវេលារបស់យើងអត់ចាំបាច់ត្រូវដាក់សម្ពាធឬក៏បង្កើត rule ឲ្យខ្លួនឯងថាខ្ញុំអានសៀវភៅមួយក្បាលហ្នឹងត្រូវឲ្យចប់នៅក្នុងរយៈពេល2ម៉ោង3ម៉ោងឬក៏មួយយប់ទេអាស្រ័យទៅលើយើងដែរបើសិនជាយើងឧទាហរណ៍ស្អែកយើងអត់មានការងារអីត្រូវធ្វើហើយយប់ហ្នឹងយើងមានអារម្មណ៍ល្អនៅក្នុងការអានហើយសៀវភៅហ្នឹងវាពិតជាល្អតាក់ទាញយើងមកយើងចង់អានចុះអានមួយយប់ឲ្យចប់ចុះប៉ុន្តែកុំធ្វើអញ្ចឹងញឹកញាប់ពេកពីព្រោះវាធ្វើឲ្យប៉ះពាល់ដល់សុខភាពផ្លូវកាយរបស់យើងហើយតែកាយយើងឈឺហើយមិនយូរមិនឆាប់ទេប្រហែលជាអាចទាញដល់ចិត្តរបស់យើងទីព្រោះអី connection រវាងសុខភាពផ្លូវចិត្តនិងសុខភាពផ្លូវកាយវាមានវាតាក់ទងគ្នាទៅវិញទៅមកហើយសម្រាប់ខ្ញុំក៏ធ្លាប់ set rule សម្រាប់ការអានរបស់ខ្លួនឯងដែរប៉ុន្តែខ្ញុំមានសម្ពាធខ្លាំងពេកចឹងក៏ខ្ញុំតម្លាក់អា rule នឹងចោលទាំងអស់ទៅ rule ខ្ញុំឬក៏ច្បាប់នៃការអានរបស់ខ្ញុំហ្នឹងគឺខ្ញុំបង្កើតឡើងអាស្រ័យទៅលើស្ថានភាពដែលខ្ញុំកំពុងតែជួបបើសិនជាខ្ញុំមានការងារច្រើនខ្ញុំស្មុគស្មាញច្រើនពេកខ្ញុំអត់ឲ្យខ្លួនឯងអានសៀវភៅមួយក្បាលឲ្យចប់នៅក្នុងមួយយប់ពេលពួកអីវានឹងធ្វើឲ្យខ្ញុំអត់មានពេលគេងហើយមួយវិញទៀតខ្ញុំគ្រាន់តែព្យាយាមរក្សាទម្លាប់ឲ្យបានជារៀងរាល់ថ្ងៃមួយថ្ងៃមួយនាទីឬក៏មួយថ្ងៃមួយទំព័រក៏ខ្ញុំអស់ចិត្តដែរអញ្ចឹងណាចាឥឡូវខ្ញុំលើកឧទាហរណ៍ឲ្យងាយយល់បើសិនជាអ្នកទាំងអស់គ្នាជា fan នំបញ្ចុកហើយនំបញ្ចុកហ្នឹងឆ្ងាញ់មែនតែនហ្មងប៉ុន្តែគេកំណត់ថាឬក៏អ្នកទាំងអស់គ្នាខ្លួនឯងហ្នឹងកំណត់ថាខ្ញុំត្រូវតែញ៉ាំនំបញ្ចុកក្តៅហ្នឹងឲ្យអស់ក្នុងរយៈពេល3នាទីអញ្ចឹងបើទោះបីជានំបញ្ចុកហ្នឹងឆ្ងាញ់យ៉ាងណាក៏ដោយតែក្នុងរយៈពេលខ្លីពេកឲ្យអ្នកទាំងអស់គ្នាត្រូវញ៉ាំនំបញ្ចុកមួយចានគោមហ្នឹងឲ្យអស់ដូច្នេះវានឹងធ្វើឲ្យអ្នកទាំងអស់គ្នាញ៉ាំលែងដឹងឆ្ងាញ់ហើយព្រោះយើងញ៉ាំទាំងបង្ខំហ្នឹងវាក្តៅទៀតដល់ពេលក្តៅចឹងលាកមាត់ដល់ពេលលាកមាត់លែងចង់ញ៉ាំនំបញ្ចុកទៀតហើយប្រហែលជារៀងប្រហែលខែបានមកត្រឡប់ញ៉ាំនំបញ្ចុកទៀតអាហ្នឹងគ្រាន់តែជាឧទាហរណ៍ខ្លីៗដើម្បីឲ្យអ្នកទាំងអស់គ្នាងាយយល់ទេណាហើយដំណោះស្រាយទី3ប្រហែលជាយើងអាចត្រឡប់ទៅអានសៀវភៅចាស់ៗដែលយើងចូលចិត្តដើម្បីហៅអារម្មណ៍ល្អៗនៅក្នុងការអានរបស់យើងត្រឡប់មកវិញជាក់ស្ដែងមួយរយៈចុងក្រោយនេះណាខ្ញុំក៏មាន reading slump ដែរខ្ញុំដឹងខ្លួនឯងហ្មងគឺដោយសារតែបញ្ហាការងារច្រើនពេកខ្ញុំបានទៅអានស្នាដៃរបស់លោកតាជុតខៃឡើងវិញដោយសារតែស្នាដៃរបស់លោកតាជិតខៃកម្រាស់វាស្ដើងណាហើយមួយទៀតការប្រើប្រាស់ពាក្យពេចន៍ហ្នឹងយើងងាយយល់ហើយមានគាត់មាន sense of humor នៅក្នុងហ្នឹងអញ្ចឹងនៅពេលដែលអានវាធ្វើឲ្យអារម្មណ៍របស់ខ្ញុំស្រស់ស្រាយចាអញ្ចឹងក៏ខ្ញុំទៅអានស្នាដៃរបស់គាត់ឡើងវិញទៅហើយឃើញថានៅពេលដែលខ្ញុំអានស្នាដៃរបស់គាត់វាធ្វើឲ្យខ្ញុំមានអារម្មណ៍ល្អនៅក្នុងការអានឡើងវិញអញ្ចឹងអ្នកទាំងអស់គ្នាដែលមានបញ្ហា reading slump ហ្នឹងប្រហែលជាអាចទៅរកសៀវភៅចាស់ៗដែលខ្លួនឯងធ្លាប់ស្រឡាញ់ចូលចិត្តជាទីបំផុតយកមកអានឡើងវិញចំពោះចំណុចទី4ប្រហែលជាអាចសាកល្បងអានស្នាដៃផ្សេងពីអ្នកនិពន្ធផ្សេងឬក៏ប្រភេទនៃស្នាដៃបានន័យថា
genres នៃរឿងណាចាយកថាបើសិនជាអ្នកទាំងអស់គ្នាអានប្រឡំលោកស្នេហាឡើងទៅមុខហើយប្រហែលជាអាចសាកអានសភៅបែបលើកទឹកចិត្តឬក៏ប្រឡំលោកដែរប៉ុន្តែប្រឡំលោកបែបតថភាពជីវិតដែលគេនិយាយអំពីបទពិសោធន៍នៃជីវិតរបស់គេអីអញ្ចឹងណាចាឬក៏ប្រភេទសភៅផ្សេងៗដែលអ្នកទាំងអស់គ្នាគិតថាខ្ញុំគួរតែសាកល្បងចាប់ផ្ដើមអានអញ្ចឹងណាប៉ុន្តែអត់លើកទឹកចិត្តឲ្យអានសភៅដែលក្រាស់ពេកឬក៏បែបមាន critical thinking ជ្រៅពេកទេពីព្រោះកាលណាយើងអានទាំងអស់ហ្នឹងទាំងអារម្មណ៍យើងអត់ទាន់ស្រឡះផងឬក៏យើងមានបញ្ហា stress ច្រើនផងវាទំនងជាធ្វើឲ្យយើងអានឆាប់ធុញអានអត់យល់ហើយលែងអានសភៅហ្មងអញ្ចឹងអត់លើកទឹកចិត្តអញ្ចឹងលើកទឹកចិត្តឲ្យអានសភៅបែបស្ដាងហើយ content វារៀងងាយយល់អីអញ្ចឹងណាចាចំពោះចំណុចចុងក្រោយខ្ញុំគិតថាសំខាន់ដែរអ្នកទាំងអស់គ្នាប្រហែលជាអាចមកហាងសភៅខ្ញុំកំពុងថតនៅហាងសភៅលើ story ដើម្បីយើងឃើញសភៅច្រើនប្រភេទហើយមើលទៅថាតើយើងអាចចូលចិត្តសភៅមួយណាហើយយើងសាកល្បងទិញទៅអានទៅពីព្រោះអីយើងគួរតែរៀនផ្ដោតឱកាសឲ្យខ្លួនឯងមិនមែនយើងអានសភៅមួយទៅអត់ល្អអានសភៅទី2ទី3សុទ្ធតែអត់ល្អទេអាស្រ័យលើយើងខ្លួនឯងដែរថាតើយើងចេះជ្រើសរើសសភៅប្រភេទណាដែលយើងដឹងថាស្នាដៃនឹងវាយ៉ាងម៉េចវាអាចត្រូវជាមួយនឹងយើងអត់អញ្ចឹងណាបើមិនអញ្ចឹងទេខ្ញុំលើកទឹកចិត្តឲ្យអ្នកទាំងអស់គ្នាទៅបណ្ណាល័យជាតិដោយសារបណ្ណាល័យជាតិក៏មានសភៅច្រើនដើម្បីឲ្យអ្នកទាំងអស់គ្នាអាចជ្រើសរើសដែរឬក៏ទៅបណ្ណាល័យនៅសាលាបារាំងចាបណ្ណាល័យនៅបុប្ផាណាបណ្ណាល័យនៅតាមសាលារៀនរបស់អ្នកទាំងអស់គ្នាពីព្រោះឯងបើសិនជាយើងស្រឡាញ់ការអានតែយើងលែងចង់អានហើយយើងចង់ឲ្យខ្លួនឯងនៅតែចូលចិត្តអានយើងគួរតែ expose ខ្លួនយើងគួរតែទៅកន្លែងណាដែលធ្វើឲ្យយើងមានអារម្មណ៍ថាយើងចង់អានអញ្ចឹងអាចជាហាងសៀវភៅអាចជាបណ្ណាល័យឬក៏ពេលខ្លះយើងអាចជួបមិត្តភ័ក្តិនិយាយអំពីស្នាដៃដែលយើងធ្លាប់ស្រឡាញ់ដែលយើងធ្លាប់ចូលចិត្តពីព្រោះអីទាំងអស់ហ្នឹងសុទ្ធតែជាថ្នាក់ដែលធ្វើឲ្យអ្នកទាំងអស់គ្នាប្រហែលជាអាចធ្លាក់ក្នុងអន្លង់ស្នេហ៍សៀវភៅម្ដងទៀតបានហើយសម្រាប់ខ្ញុំស្នាដៃដែលខ្ញុំអានមួយរយៈចុងក្រោយនេះដែលខ្ញុំគិតថាខ្ញុំចង់ចែករំលែកជាមួយនឹងអ្នកទាំងអស់គ្នាមានដូចជាស្នាដៃបទុមកេសររបស់អ្នកគ្រូប៊ុនចានសុកសេរីស្នាដៃផ្ទះក្រៅស្ទឹងម្ខាងរបស់បងហងខ្មៅស្នាដៃរបស់លោកតាជុតខៃបើសិនជាមានលទ្ធភាពទិញទាំងអស់បានក៏ទិញចុះរតែល្អហើយបើសិនជាអត់មានលទ្ធភាពទេតើអាននៅបណ្ណាល័យស្នាដៃសម្ព័ន្ធនារីរបស់បងអូនកែមច័ន្ទបុប្ផាដែលទើបតែចេញថ្មីខ្ញុំអត់និយាយថាស្នាដៃដែលខ្ញុំលើកឡើងហ្នឹងគឺជាស្នាដៃដែលអាចជួយអ្នកទាំងអស់គ្នាឲ្យបាត់បង់ reading slump ឬក៏ស្នាដៃទាំងអស់ហ្នឹងជាស្នាដៃឥតខ្ចោះអានទៅដឹងតែចូលចិត្តទេប៉ុន្តែខ្ញុំគ្រាន់តែចង់ចែករំលែកនៅសៀវភៅដែលខ្ញុំបានអានហើយខ្ញុំចូលចិត្តស្នាដៃរបស់ប្អូនរ៉េតសូដាវ៉ាន់នៅរឿងចារកិច្ចសឹងកំណាយឬក៏ស្នាដៃរបស់បងលឹមសន្តិភាពអីជាដើមសុទ្ធតែជាស្នាដៃដែលខ្ញុំគិតថាបើសិនជាអ្នកទាំងអស់គ្នាចង់សាកល្បងស្នាដៃថ្មីហើយចង់អានគួរតែអាចអានស្នាដៃរបស់ពួកគាត់បានអញ្ចឹងណាហើយសម្រាប់ខ្ញុំផ្ទាល់នៅពេលដែលខ្ញុំមាន reading slump ខ្ញុំក៏បានទៅអានស្នាដៃចាស់ៗរបស់ខ្លួនឯងដែរដោយសារខ្ញុំអានផងខ្ញុំសរសេរផងអញ្ចឹងពេលខ្លះយើងបាត់ជំនួសទៅលើការអានឬក៏ការសរសេរក្តីខ្ញុំទៅមើលរឿងប្តីខ្ញុំបែកស្រី My Maid ថ្នាក់ My ស្នេហាភរិយាខ្ញុំអាយុ18ឆ្នាំពូ I love you I am her girlfriend I am her boss ទៅសិតស្នាដៃដែលខ្ញុំអាសាទៅអានឡើងវិញដើម្បីខ្ញុំហៅចំណូលចិត្តនៃការអានឬក៏ជំនួសចិត្តនៃការសរសេររបស់ខ្ញុំឲ្យត្រឡប់មកវិញប៉ុន្តែមិនមែនបានន័យថាអ្នកទាំងអស់គ្នាអានស្នាដៃរបស់ខ្ញុំទៅសិតនឹងអាចបាត់ reading slump ទេគ្រាន់ថាវីដេអូនេះខ្ញុំឆ្លៀតឱកាសកេងចំណេញប្រម៉ូទស្នាដៃខ្លួនឯងចាអរគុណច្រើនអ្នកទាំងអស់គ្នាដែលទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់ហើយខ្ញុំសង្ឃឹមថានឹងលឺនៅមតិយោបល់របស់អ្នកទាំងអស់គ្នាអំពីមូលហេតុដែលធ្វើឲ្យអ្នកទាំងអស់គ្នាចូលចិត្តអានមូលហេតុដែលធ្វើឲ្យអ្នកទាំងអស់គ្នាលែងចង់អាននៅក្នុងរយៈពេលណាមួយអីចឹងព្រោះខ្ញុំក៏ចង់រៀនសូត្រពីបទពិសោធន៍របស់អ្នកទាំងអស់គ្នាដែរវីដេអូនឹងរៀងវែងបន្តិចប៉ុន្តែខ្ញុំគិតថាខ្ញុំខ្លួនឯងសប្បាយចិត្តនៅក្នុងការចែករំលែកហើយជឿថាអ្នកទាំងអស់គ្នានៅពេលដែលបានមើលវីដេអូនេះទៅនឹងអាចស្វែងយល់អំពីការបាត់បង់ចំណាប់អារម្មណ៍នៃការអានរបស់ខ្លួនឯងបានមួយកម្រិតទៀតបើចង់ដឹងកាន់តែច្បាស់មើល Google ទៅគេនិយាយច្រើនណាស់ពីរឿងហ្នឹងពួកខ្ញុំក៏មើលពី Google ខ្លះដែរដើម្បីទទួលបានទិន្នន័យយកមកនិយាយនៅក្នុងវីដេអូនេះអរគុណច្រើនអ្នកទាំងអស់គ្នាជម្រាបលាជួបគ្នានៅវីដេអូក្រោយទៀត